Lang lan ở chập. Nè lang lan ở chập từ. Lang từ ở chập. Chân vâng rụt ở chập. Chân vâng lang mọc ở chập. Sơ vặt tập hiệp hơi. Thấy trong ngọp hơi. Nhóm sman tại phù dương trơ slap nơi ti nì hơi. Niênប្រញាប់ទៅអង្គុយវិញទៅឬមួយខ្ញុំគួរឲ្យខ្លាចជាងចកនៅខាងក្រៅទៅទៀតមិនក៏អ្នកធ្វើមិនដឹងមនុស្សអីចឹងពួកយើងត្រូវតែប្រញាប់ចាក់ចេញបើចកខំកង់ឡានធ្លុះប្រកាសជាមានរឿងដូចប្រុសស្អាតស្អំណាស់មិនស្រួលទេប្រេងអស់ហើយអំបាញ់មិញបើកឡើងទូរហូតស៊ីប្រេងខ្លាំងមើលឲ្យឆាប់ខាងមុខនោះដូចជាមានពន្លឺភ្លើងល្អណាស់ចុងក្រោយមកដល់កន្លែងជួសជុលឡានហើយបើយឺតបន្តិចទៀតប្រេងប្រកាសជាជ្រុះអស់មិនខានឈប់លេងទៅមានភ្ញៀវមកហើយថៅកែស្រីពួកខ្ញុំចង់ដូរធុងប្រេងអាលុយមីញ៉ូមចំណុះ400លីត្រហើយចាក់ប្រេងម៉ាស៊ូថែមបន្តិចតើអស់ថ្លៃប៉ុន្មានដែរធុងប្រេងហ្វីន3500ធុងប្រេងជំនួស1800ប្រេងម៉ាស៊ូ775យន្តក្នុង1លីត្រថោកយ៉ាងនេះខ្ញុំស្មានតែនៅកន្លែងដាច់ស្រយាលបែបនេះរត់ឡានពេលដងឆ្ងាយពិបាកដូចគ្នាតើខ្ញុំអាចដំឡើងថ្លៃគេងចំណេញបានយ៉ាងម៉េចតាចាស់ជួយបានប៉ុណ្ណាជួយប៉ុណ្ណឹងទៅធុងប្រេងហ្វីនដែលល្អបំផុតឲ្យប្អូនប្រុសម្នាក់នេះទៅកុំបារម្ភអីប្អូនស្រីធានាថានឹងជួសជុលជូនយ៉ាងត្រឹមត្រូវបំផុតល្អណាស់ឈិនហ្វឹងចុងក្រោយបានជួបមនុស្សល្អហើយខ្ញុំស្មានតែត្រូវគេកាប់ឆៅទៀតហើយអូនប្រុសរបួសធ្ងន់ធ្ងរណាស់តើអត់ប្រយ័ត្ននោះបោកនៅតំបន់ពងរៀបមុខរបួសងាយនឹងឆ្លងរោគណាស់ពួកខ្ញុំមានបន្ទប់ស្នាក់នៅស្អាតហើយមានទឹកដៅមួយទៀតពួកអ្នកល្អសម្រាប់សិនទៅចាំជួសជុលឡានរួចពួកសម្រាប់សម្រាប់ស្រួលបួលទេចេញមកក្រៅផ្ទះដូចគ្នាមិនងាយស្រួលទេតោះខ្ញុំនាំទៅបន្ទប់ស្នាក់នៅបើពួកអ្នកខ្វះបន្ទប់ទឹកបន្ទប់ក្បែរនោះក៏អាចប្រើបានដែរថៅកែស្រីម្នាក់នេះមិនក៏ចេះតែសម្លឹងមើលអ្នកម្លេះនៅលើโลกនេះគ្មានអាហារថ្ងៃត្រង់ដែលទេនោះទេប្រយ័ត្នខ្លួនបន្តិចគេមានចិត្តល្អធ្វើស៊ីឡានថោកឲ្យពួកយើងហើយថែមទាំងឲ្យស្នាក់នៅទៀតមានអីមិនស្រួលបងរបួសអ្នកខ្វះអស់ហើយចាំខ្ញុំជួយអូសចេញហើយដុសក្នុងឲ្យអ្នកទេខ្ញុំធ្វើខ្លួនឯងបានអញ្ចឹងល្អហើយចាំខ្ញុំទៅលុបលាងនៅបន្ទប់ក្បែរនោះប្អូនប្រុសឃើញអ្នកងូតទឹកម្នាក់ឯងមិនសម្រួលខ្ញុំខំមកជួយដុសក្នុងមិនបាច់ទេអញ្ជើញចេញទៅវិញទៅខ្ញុំដឹងថាប្រុសចេញមកក្រៅចង់បានអីមិត្តស្រីតូចរបស់អ្នកគ្មានសាច់ឈាមអីបន្តិចតើមានអីគួរឲ្យចាប់អារម្មណ៍គេងជាមួយខ្ញុំមួយយប់ស្រីជួសជុលឡានប្រុសយកសំបីតែមួយសេនថែមប្រេងឲ្យមួយធុងទៀតយ៉ាងម៉េចដែរចេញទៅឲ្យផុតនិយាយស្រួលបួលមិនព្រមចង់ប្រើធ្ងន់ដៃមែនទេជួយផងគេរំលោភខ្ញុំហើយហាភីពួកអញមានចិត្តល្អឲ្យអញស្នាក់នៅអញហ៊ានមកបំពេញប្រពន្ធអញផងប្តីគេចេតនាឲ្យខ្ញុំយកកន្សែងពុះគុំឲ្យហើយទាញខ្ញុំទៅលើក្រែបំរុងនឹងរំលោភខ្ញុំតើមានការយល់ច្រឡំអីមែនទេពួកវារៀបចំកលល្បិចកំហែងចម្រិតទាវប្រាក់សោះ